នៅផ្សារសាយវ៉ាព្រៃកបាស់ខេត្តតាកែវយើងហ្នឹងកាហ្វេរៀបចំដែលគាត់បែបចិនអីចឹងណាបងប្អូនយើងចង់ញ៉ាំកាហ្វេបែបចិនហ្នឹងអាចមកត្រឹមផ្សារសាយវ៉ាយើងនេះបានកន្លែងគាត់នេះក៏រៀបចំដែលគាត់មកបែបចិនហ្នឹងបងប្អូនហើយនេះធ្លាប់តែមាននៅគេគេរៀបចំដែលគាត់បែបចិនអីចឹងណាឥឡូវហ្នឹងនៅខាងផ្សារសាយវ៉ាយើងហ្នឹងទេបងប្អូនហើយផ្សារសាយវ៉ាយើងណាឥឡូវហ្នឹងមានការរៀបចំខាងកាហ្វេរៀបចំបែបចិនអីចឹងណានេះតំណងណាបងប្អូនអើយអាចមកញ៉ាំកាហ្វេថតរូបហ្នឹងស្អាតណាស់បងប្អូនបងប្អូនដែលក៏ចូលចិត្តរបៀបហាងកាហ្វេដែលគាត់មានប្លង់ background ថតរូបហ្នឹងគឺថាមកកន្លែងគាត់ត្រូវម៉ាច់ហ្មងនេះបងប្អូនហើយកន្លែងគាត់គាត់មានតាំងពី background ដែលមានផ្កាផ្កាជុករត់អីហ្នឹងអញ្ចឹងណាលយណាបងប្អូនអាចមកបាននិយាយទៅមកញ៉ាំកាហ្វេជួបជុំគ្នាអីបានអញ្ចឹងហើយកន្លែងគាត់ហ្នឹងពេលល្ងាចអីក៏គាត់មានជារបស់ញ៉ាំអីដែរនិយាយទៅមិនមែនមានតែកាហ្វេមួយមុខទេណាបងប្អូនឃើញភ្ញៀវគាត់មកញ៉ាំជួបជុំមិត្តភក្តិអីបែបជាល្ងាចអីដែរអញ្ចឹងឃើញភ្ញៀវគាត់មកច្រើនមែនតើហើយសម្រាប់អ្នកលេងហ្គេមហ្នឹងមកកន្លែងគាត់ក៏ត្រូវដែរដោយសារកន្លែងគាត់មាន Wi-Fi លឿនអីអញ្ចឹងណានេះមកអូសរែងជុំគ្នាហ្នឹងត្រូវហើយបងប្អូនហើយអាចមកបានហើយកន្លែងគាត់ហ្នឹងតាំងពីដើមហ្នឹងគាត់បើកជាកូនតូបនៅខាងមុខហ្នឹងទេបងប្អូនគាត់លក់ជាប្រភេទកូនតូបអីអញ្ចឹងអត់មានជាហាងអីអញ្ចឹងទេហើយក៏បន្ទាប់មកគាត់មានអាប់ដេតជាហាងបែបចិនបែបអីនេះអញ្ចឹងទៅឃើញថាមានបងប្អូនគាត់តគាំទ្រច្រើនខ្លាំងមែនតើហើយបងប្អូនណាខ្លះដែលម៉ួយចាស់របស់គាត់ណាហើយកុំភ្លេចជួយខមមិននៅខាងក្រោមហ្នឹងម្នាក់មួយផងហើយចំពោះទីតាំងហាងរបស់គាត់អីហ្នឹងនៅខាងកើតផ្សារសាយវ៉ាបងប្អូននៅខាងកើតបានបន្តិចតែអត់ហួសទេណាអត់ហួសពីផ្សារសាយវ៉ាទេហើយសម្រាប់ location បន្ថែមហ្នឹងខ្ញុំនឹងដាក់នៅក្នុង comment ខាងក្រោមចង់ញ៉ាំកាហ្វេបែបចិនអីអាចមកបាននៅផ្សារសាយវ៉ាយើងហ្នឹងនេះអូលយមែនតើមកដល់នេះចិនបរហើយនេះឌីកបែបចិនអីចឹងណាលយមែនតើនេះកាហ្វេបែបចិនចង់ធ្វើកូនចិនអីអាចមកកន្លែងនេះបាននៅផ្សារសាយវ៉ាហ្មងនិយាយទៅនេះអូលយនេះមានប្លង់មានប្លង់ថតរូបទៀតប្លង់បែបការជុករត់ហើយនៅខាងក្រោយមានកន្លែងអង្គុយអីជាច្រើនទៀតអញ្ចឹងណាហើយបងប្អូនបន្ទាប់ពីទស្សនាវីដេអូនេះហើយកុំភ្លេចចុច follow page ខ្ញុំម្នាក់មួយផងវីដេអូនៅថ្ងៃនេះក៏មានប៉ុណ្ណឹងដែរក៏សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយនៅផ្សារសាយវ៉ាព្រៃកបាស់ខេត្តតាកែវយើងហ្នឹងកាហ្វេរៀបចំដែលគាត់បែបចិនអីចឹងណាបងប្អូនយើងចង់ញ៉ាំកាហ្វេបែបចិនហ្នឹងអាចមកត្រឹមផ្សារសាយវ៉ាយើងនេះបានកន្លែងគាត់នេះក៏រៀបចំដែលគាត់មកបែបចិនហ្នឹងបងប្អូនហើយនេះធ្លាប់តែមាននៅគេគេរៀបចំដែលគាត់បែបចិនអីអញ្ចឹងណាឥឡូវហ្នឹងនៅខាងផ្សារសាយវ៉ាយើងហ្នឹងទេបងប្អូនហើយផ្សារសាយវ៉ាយើងណាឥឡូវហ្នឹងមានការរៀបចំខាងកាហ្វេរៀបចំបែបចិនអីអញ្ចឹងណានេះតំណងណាបងប្អូនអើយអាចមកញ៉ាំកាហ្វេថតរូបហ្នឹងស្អាតណាស់បងប្អូនបងប្អូនដែលក៏ចូលចិត្តរបៀបហាងកាហ្វេដែលគាត់មានប្លង់ background ថតរូបអីហ្នឹងគឺថាមកកន្លែងគាត់ត្រូវម៉ាច់ហ្មងនេះបងប្អូនហើយកន្លែងគាត់គាត់មានតាំងពី background ដែលមានផ្កាផ្កាជុករត់អីហ្នឹងអញ្ចឹងណាលយណាបងប្អូនអាចមកបាននិយាយទៅមកញ៉ាំកាហ្វេជួបជុំគ្នាអីបានអញ្ចឹងហើយកន្លែងគាត់ហ្នឹងពេលល្ងាច